ទស្សនៈខ្ញុំខ្លាចក្រទៅខ្ញុំមានខ្ញុំអាចយល់បានថាការភ័យខ្លាចនៃភាពក្រីក្របានជំរុញទឹកចិត្តមនុស្សឲ្យប្រឹងប្រែងធ្វើការរកស៊ីសន្សំប្រកាសចាយវាយមានការគិតច្បាស់លាស់ថាតើរបស់ដែលត្រូវទិញវាជាចំណង់ឬរបស់ដែលចាំបាច់នៅពេលដែលមនុស្សបានជួបប្រទះភាពក្រីក្រដោយផ្ទាល់នឹងដឹងថាវាលំបាកប៉ុណ្ណាក្នុងការឆ្លងកាត់ឧបសគ្គនិងបញ្ហាប្រឈមយើងក៏ប្រហែលជាបានមើលឃើញពីផលវិបាកអវិជ្ជមាននៃភាពក្រីក្រដូចជាសុខភាពចុះខ្សោយកង្វះការអប់រំនិងបំណុលកត្តាទាំងនេះអាចធ្វើឲ្យយើងតាំងចិត្តដើម្បីជៀសវាងការត្រឡប់ទៅរកភាពក្រីក្រវិញហើយយើងអាចមានឆន្ទៈធ្វើការខ្លាំងជាងអ្នកដទៃដើម្បីសម្រេចបាននូវគោលដៅរបស់យើងដែរហើយមានហេតុផលជាច្រើនទៀតដែលមនុស្សអាចប្រឹងប្រែងធ្វើការដោយជាបំណងប្រាថ្នាដើម្បីផ្គត់ផ្គង់គ្រួសាររបស់យើងដើម្បីទទួលបានសុវត្ថិភាពហិរញ្ញវត្ថុឬធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងសង្គមគ្រួសារទោះជាយ៉ាងណាក៏ដោយការភ័យខ្លាចនៃភាពក្រីក្រអាចជាកត្តាជំរុញទឹកចិត្តដ៏មានឥទ្ធិពលសម្រាប់មនុស្សយើងជាច្រើនអ្នកដែលធ្លាប់ជួបប្រទះនឹងភាពក្រីក្រហើយបានបន្តឈានទៅរកភាពជោគជ័យវាក៏មានធនធានជាច្រើនដែលអាចរកបានដើម្បីជួយយើងឲ្យរួចផុតពីភាពក្រីក្រដូចជាកម្មវិធីដែលរៀបចំឡើងដោយរដ្ឋាភិបាលជំនួយហិរញ្ញវត្ថុនិងកម្មវិធីបណ្ដុះបណ្ដាលការងារកម្មវិធីបណ្ដុំផ្នែកគណិតជាមួយនឹងការខិតខំប្រឹងប្រែងនិងការបដិញ្ញាចិត្តយើងអាចយកឈ្នះលើការភ័យខ្លាចរបស់យើងចំពោះភាពក្រីក្រនិងសម្រេចបាននូវគោលដៅរបស់យើង